ដើម្បីសុវត្ថិភាពនៅក្នុងការចាក់បញ្ចូលឈាមមានឈាមក្រហមឈាមផ្លាកែតនិងឈាមផ្លាស្មាជាទូទៅគេត្រូវធ្វើតេស្តរោគក្រុមឈាម ABO resist របស់អ្នកជំងឺនិងឈាមរបស់អ្នកផ្ដល់ហើយចំពោះគោមគ្នាធ្វើតេស្តមួយទៀតគេហៅថា cross matching ទៅការចាក់បញ្ចូលឈាមនឹងអាចធានាដល់សុវត្ថិភាពខ្ពស់ពួកយើងធ្វើការព្យាបាលដោយការចាក់បញ្ចូលឈាមគឺការដើម្បីសង្គ្រោះអាយុជីវិតចាំបាច់ណាស់ទៅគ្រូពេទ្យតម្រូវក្នុងការចាក់បញ្ចូលឈាមដើម្បីធានាឲ្យមានសុវត្ថិភាពខ្ពស់កិច្ចខ្លឹងខ្លែងថាសុវត្ថិភាពខ្ពស់ជាងហានិភ័យប៉ុន្តែត្រូវគោរពតាមបទដ្ឋានផ្ទៀងផ្ទាត់ក្រុមឈាម ABO ហើយនឹង resist ហើយនឹង cross match ត្រូវគ្នាធ្វើតេស្តទៅ matching ល្អអត់មាន reaction ហើយពេលការចាក់បញ្ចូលឈាមហ្នឹងត្រូវធ្វើនៅក្នុងមន្ទីរពេទ្យឬក៏ clinic ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវហើយនៅក្រោមការត្រួតពិនិត្យតាមដានរបស់បុគ្គលិកសុខាភិបាលដែលមានជំនាញដែលមានវិជ្ជាជីវៈតាមត្រឹមត្រូវទើបការចាក់បញ្ចូលឈាមនឹងអាចនិយាយបានថាត្រឹមត្រូវតាមបច្ចេកទេសពេទ្យហើយសុវត្ថិភាពខ្ពស់